ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់មកបង្ហាញពីគ្រឿងពីរបៀបស្លម្ជូរគ្រឿងយើងមានគ្រឿងយើងមានប្រហុកហើយនឹងអំពិលទុំជាមួយនឹងទឹកត្រីជាមួយនឹងគ្រឿងរបស់យើងរ៉ូឌីអំបិលស្ករប៊ីចេងបន្តិចយើងមានសាច់គោនិងបន្ថែមមួយទៀតគឺយើងមានបន្លែផងដែរឥឡូវយើងចាប់ផ្ដើមដាក់ឆ្នាំងដាក់ខ្លាញ់បន្ទាប់មកយើងដាក់គ្រឿងដើម្បីរំលីងវាឲ្យឈ្ងុយយើងលីងចោះលីងឡើងហើយយើងលីងឲ្យវាឈ្ងុយឲ្យវាចូលជាតិគ្នាបានល្អហើយតែយើងដាក់គ្រឿងដែលយើងផ្សំមុនហ្នឹងដាក់ប្រហុកដាក់គ្រឿងទេសរបស់យើងទៅបន្ទាប់មកយើងដាក់នេះស្លឹកនេះកែវស្លឹកងប់យើងដាក់វាលីងវាឲ្យឈ្ងុយលីងវាហើយបន្ទាប់ពីលីងទឹកនេះហើយឈ្ងុយយើងដាក់សាច់គោចូលយើងរំលីងវាឲ្យវាសុកបន្តិចទៅលីងចោះលីងឡើងបន្ថយភ្លើងថែមភ្លើងតាមការចាក់ស្ដែងតមកខ្ញុំដាក់គ្រឿងចូលហើយយើងកូរវាចូលជាតិល្អទៅហើយយើងដាក់គ្រឿងទាំងអស់នោះចូលហើយខ្ញុំក៏ដាក់អំពិលទុំដើម្បីឲ្យវាឆាប់ហុយសាច់ល្អឥឡូវនេះវាចិត្តឆ្អិនដែរហើយយើងកូរវាបន្តិចកូរវាហើយយើងដាក់ទឹកអំពិលដែលយើងដាក់ក្តៅមិញហ្នឹងយើងដាក់វាជ្រុំវាចូលទៅឲ្យវាផុយឆាយល្អកូរវាឲ្យវាចូលគ្រឿងគ្នាជាមួយនឹងសាច់បន្ទាប់មកយើងបន្ថែមវាអស់ទៅហើយវាពុះយើងដាក់ទឹកចូលហើយយើងរំងាស់វាឲ្យវាពុះបន្តិចពេលវាពុះយើងដាក់បន្លែចូលតកួនយើងហ្នឹងយើងដាក់តកួនចូលហើយយើងកូរវាឲ្យវាស្គមបន្តិចទៅយើងកូរវាហើយវាស្គមយើងចាប់ផ្ដើមដាក់ទឹកចូលដាក់ទឹកឲ្យវាផុយសាច់យើងចង់ដាក់ប៉ុន្មានក៏បានយើងចង់ដាក់តាមចំណូលចិត្តយើងដូចជាយើងចង់ដាក់ឲ្យវាសមជាមួយសាច់ជាមួយទឹកបន្លែឲ្យវាស្មើគ្នាអញ្ចឹងណាបងប្អូនឥឡូវនេះសម្លយើងបានឆ្អិនហើយវាពុះយើងថែមម្ទេសថែមអីបន្តិចទៅដើម្បីឲ្យវាស្អាតហើយទំនងផងដែរឥឡូវនេះយើងចាប់ផ្ដើមដួសវាដាក់ចានហើយចាំមើលនេះទំនងមែនតើ